ជីវិតមនុស្សម្នាក់ខ្លីណាស់ពេលខ្លះយើងឃើញគេសោយសប្បាយយើងមិនដឹងថាគេមានទុក្ខប៉ុណ្ណាទេមានតែខ្លួនគេប៉ុណ្ណោះដែលអាចដឹងដូច្នេះហើយយើងមិនត្រូវប្រៀបធៀបជីវិតទៅនឹងអ្នកណាម្នាក់ឡើយត្រូវរស់នៅជាខ្លួនយើងដល់កម្លាំងចិត្តហើយសប្បាយចង់ធ្វើអ្វីដែលខ្លួនចង់ធ្វើចង់ទៅកន្លែងណាដែលខ្លួនចង់ទៅចង់ហូបអ្វីដែលខ្លួនចង់ហូបព្រោះយើងមិនដឹងថាមួយវិនាទីចុងក្រោយតើនឹងមានអ្វីនឹងកើតឡើងឡើយធ្វើរឿងល្អៗចំពោះអ្នកជុំវិញឲ្យបានច្រើនធ្វើអំពើល្អឲ្យបានច្រើនចែករំលែកសេចក្តីស្រឡាញ់ចែករំលែកជាមួយនឹងរបស់ដែលខ្លួនមានបទពិសោធន៍ការងារឬអ្វីមួយដែលខ្លួនឯងអាចចែករំលែកបានរៀនអ្វីដែលថ្មីផ្ដល់ឱកាសខ្លួនឯងហើយត្រូវជឿជាក់ថាគ្មានអ្វីដែលខ្លួនឯងមិនអាចធ្វើបានទេមិនថាថ្ងៃនេះឬក៏ថ្ងៃស្អែកគង់តែបានសម្រេចព្យាយាមឲ្យអស់ពីចិត្ត